កន្លងមកក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានសង្កេតឃើញថានៅក្នុងការអនុវត្តអនុក្រឹត្យលេខ42អនក្របកចុះថ្ងៃទី3ខែមេសាឆ្នាំ2015ស្ដីពីនគររូបនីយកម្មរាជធានីក្រុងនិងទីប្រជុំជនអនុក្រឹត្យលេខ76អនក្របកចុះថ្ងៃទី9ខែមិថុនាឆ្នាំ2015ស្ដីពីការកែសម្រួលមាត្រា30មាត្រា34មាត្រា38មាត្រា50មាត្រា66មាត្រា74និងមាត្រា82នៃអនុក្រឹត្យលេខ42អនក្របកចុះថ្ងៃទី3ខែមេសាឆ្នាំ2015ស្ដីពីនគររូបនីយកម្មរាជធានីក្រុងនិងទីប្រជុំជននិងអនុក្រឹត្យលេខ244អនក្របកចុះថ្ងៃទី30ខែធ្នូឆ្នាំ2020ស្ដីពីលិខិតអនុញ្ញាតសាងសង់បានជួបប្រទះការលំបាកជាច្រើនដោយមានចំណុចមួយចំនួនពុំទាន់បានអនុវត្តឲ្យមានការឯកភាពគ្នានៅឡើយដូចនេះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានលើកយកឃ្លាគម្លាតនគររូបនីយកម្មរាជធានីក្រុងនិងទីប្រជុំជននិងបែបបទនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដើម្បីពិនិត្យនិងត្រៀមដាក់ចេញនូវវិធានការថ្មីដើម្បីសម្រួលទៅដល់ការងារឲ្យមានភាពប្រសើរឡើងនិងបន្ថយនូវភាពស្មុគស្មាញដែលកំពុងតែកើតមានសូមគូបញ្ជាក់ផងដែរថាក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នឹងដាក់ចេញនូវវិធានការនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់ពីមានការឯកភាពផ្ទៃក្នុងក្រសួងនេះបើយោងទៅតាមកិច្ចប្រជុំពិភាក្សាឬសេចក្តីណែនាំស្តីពីឃ្លាគម្លាតនគររូបនីយកម្មនិងការផ្ដល់លិខិតអនុញ្ញាតសាងសង់សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនាថ្ងៃទី13ខែមិថុនាឆ្នាំ2025នៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់